សួស្តីបងប្អូនអរគ្នាតែងតែឮតែងតែជួបតែងតែស្គាល់ណាពាក្យដែលស៊ីនចៅនៅក្នុងភាសាវៀតណាមអញ្ចឹងថ្ងៃនេះដែរគឺខ្ញុំបង្រៀនបងប្អូនឲ្យចេះពីការសួរគ្នាទៅវិញទៅមកបងប្អូនអរគ្នាពេលដែលយើងជួបគ្នាយើងថាស៊ីនចៅហើយបើយើងចង់សួរសុខទុក្ខគេបាក់ក៏ខ្វែខំបាក់ក៏ខ្វែខំតើអ្នកសុខសប្បាយជាទេបើសិនជាយើងឆ្លើយជាមួយនឹងមនុស្សដែលអាយុស្មើគ្នាយើងអាចថាតុយខ្វែហើយយើងចង់សួរត្រឡប់គេទៅគេវិញយើងសួរថាកូនបានខ្វែខំណាអរគុណបងប្អូនអរគ្នាថ្ងៃនេះដែរគឺយើងជួបនៅវីដេអូតែប៉ុណ្្នឹងបានហើយព្រោះខ្ញុំអត់ទាន់តែឃើញពាក្យទេហើយបើបងប្អូនចង់រៀនបងប្អូនខមមិនមកពីអីដែលចង់ចេះខ្ញុំនឹងធ្វើវីដេអូបង្រៀនពាក្យនោះទៅដល់បងប្អូនអរគ្នាអរគុណជួបគ្នានៅវីដេអូក្រោយទៀត